នៅពេលថ្ងៃក្តៅខ្លាំងប្រសិនបើយើងបានផឹកទឹកដូងត្រជាក់មួយផ្លែយើងនឹងមានអារម្មណ៍ថាខ្លួនឯងមានថាមពលនិងស្រស់ស្រាយជាងមុនជាធម្មតាទឹកដូងតែងតែមានសភាពថ្លាហើយមានរសជាតិផ្អែមលាយជូរតិចៗអ្វីដែលកាន់តែពិសេសនោះគឺបើយើងបានផឹកទឹកដូងជាមួយនឹងសាច់ដូងខ្ចីបន្ថែមទៀតវាកាន់តែមានអារម្មណ៍ថាស្រស់ស្រាយជាងមុនសរុបមកវិញតើនរណាខ្លះចូលចិត្តញ៉ាំទឹកដូងតែអ្នកដឹងទេថាដូងមួយផ្លែអាចជួយបំពេញអេឡិចត្រូលីតឬជួយស្ដារថាមពលបានល្អជាងភេសជ្ជៈផ្អែមដទៃទៀតក្នុងវីដេអូនេះយើងទៅមើលពីអត្ថប្រយោជន៍នៃការញ៉ាំទឹកដូងទី1ទឹកដូងជួយបំពេញជាតិទឹកនិងអេឡិចត្រូលីតដល់រាងកាយក្នុងទឹកដូងសម្បូរទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រនិងសារធាតុរ៉ែដទៃទៀតហើយទី2វាជួយដល់ការធ្វើការរបស់បេះដូងនិងសរសៃឈាមព្រោះប៉ូតាស្យូមជួយបន្ថយសម្ពាធឈាមនិងបង្កើនប្រសិទ្ធភាពធ្វើការរបស់សរសៃឈាមហើយទី3វាមានកាឡូរីទាបជាងភេសជ្ជៈផ្អែមដទៃទៀតទឹកដូងមានសមត្ថភាពក្នុងការបង្កើនថាមពលនិងភាពស្រស់ស្រាយបានដូចគ្នាទៅនឹងភេសជ្ជៈកំប៉ុងដូចនេះបើយើងធៀបភេសជ្ជៈកំប៉ុងជាមួយនឹងទឹកដូងដែលមានជាតិស្ករពីធម្មជាតិយើងនឹងឃើញថាបរិមាណរបស់ជាតិស្ករទាបជាងភេសជ្ជៈផ្អែមនិងភេសជ្ជៈបើកម្លាំងដែលមានលក់នៅលើទីផ្សារទី4វាជួយដល់ប្រព័ន្ធរំលាយអាហារម៉ាញ៉េស្យូមនិងជាតិទឹកជួយឲ្យពោះវៀនធ្វើការបានល្អនិងបង្ការការទល់លាមកយ៉ាងណាក៏ដោយទឹកដូងមិនមែនល្អសម្រាប់គ្រប់គ្នានោះទេឧទាហរណ៍ដូចជាអ្នកជំងឺទឹកនោមផ្អែមអ្នកមានបញ្ហាតម្រងនោមគួរតែផឹកដោយការប្រុងប្រយ័ត្នព្រោះក្នុងទឹកដូងសម្បូរទៅដោយអេឡិចត្រូលីតស្ករពីធម្មជាតិនិងសារធាតុខនិជដែលអាចធ្វើឲ្យតម្រងនោមធ្វើការធ្ងន់ជាងមុនលើសពីនេះទឹកដូងអាចធ្វើឲ្យហើមពោះរាករូសចំពោះអ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារឬរលាកពោះវៀនដោយសារវាសម្បូរទៅដោយជាតិស្ករងាយដូចជា mono D និង oligosaccharide សរុបមកតើនរណាខ្លះគួរផឹកទឹកដូងទឹកដូងស័ក្តិសមបំផុតសម្រាប់ការបំពេញជាតិទឹកដល់រាងកាយជាពិសេសចំពោះអត្តពលិកអ្នកហាត់ប្រាណឬអ្នកដែលធ្វើការបែកញើសច្រើនហើយចំពោះការផឹកទឹកដូងដែលទទួលបានផលប្រយោជន៍ខ្ពស់បំផុតវិញយកល្អយើងគួរផឹកទឹកដូងមួយផ្លែតូចដែលមានចំណុះប្រហែលជា200ទៅ300មីលីលីត្រក្នុងមួយថ្ងៃហើយវាគួរតែជាការផឹកនៅពេលព្រឹកឬក្រោយពេលធ្វើលំហាត់ប្រាណដើម្បីឲ្យសារធាតុខនិជឬអេឡិចត្រូលីតក្នុងទឹកដូងជួយបំពេញជាតិទឹកដល់រាងកាយរបស់យើងបានគ្រប់គ្រាន់ជារួមទឹកដូងអាចផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពប៉ុន្តែយើងត្រូវផឹកឲ្យបានត្រឹមត្រូវនិងសមរម្យយើងដឹងហើយថាអាហារការធ្វើលំហាត់ប្រាណនិងការគេងជាគន្លឹះសំខាន់មួយសម្រាប់ការថែទាំសុខភាពដូច្នេះយើងគួរយកចិត្តទុកដាក់ចំពោះអ្វីដែលយើងបានបរិភោគធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងគេងឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានសុខភាពល្អទាំងកាយនិងចិត្តសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ